mong đi của mỗi thứ ngày đi thay slap ở miềnក្រោម ប៉ុន អ្នក để រាប់ ប៉ុន អ្នក បងប្អូន ជាពិសេស ព្រៃច័ន្ទ ជោគជ័យ បឹងតគួន ខ្មោចតែចូលមកហើយងាប់អត់មានសល់ទេសល់តិចខ្ញុំបញ្យល់ថាហេតុអីបានខាងព្រៃច័ន្ទជោគជ័យហើយនឹងបឹងតគួនអីស្លាប់ច្រើននៅខាងព្រះវិហារឬឧត្តរមានជ័យផ្លោងចំដឹងតែស្លាប់ច្រើនដូចគ្នាប៉ុន្តែវាមានដើមឈើឬក៏វាមានភ្នំថ្មអីខ្លះពួនក្រាបអីចឹងនៅសល់រស់ខ្លះតែបើព្រៃច័ន្ទជោគជ័យបឹងតគួននេះគឺវាលស្រែសុទ្ធអត់មានភ្នំអត់មានដើមឈើអត់មានលេនដ្ឋានណាដែលត្រូវក្រាបគិចផុតទេអញ្ចឹងតើ BM ស្រោចចំគឺចប់អត់មានរត់រួចទេណាចឹងហើយបានខ្ញុំថាខាងជោគជ័យព្រៃច័ន្ទនេះគឺផ្លោងដែល BM យើងស្រោចចូលម្ដងគឺងាប់ច្រើនតែប៉ុណ្ណឹងគោលដៅថៃគឺគេឈ្លានពានចង់បានដីខ្មែរតាមតែគេចង់គេអត់យកច្បាប់គេអត់យកផែនទីអីយកមកចរចាដោះស្រាយនៅលើតុដោយសន្តិវិធីទេគេមានតែអាងថាគេប្រទេសធំគេអាងថាគេប្រទេសគេមានជាងយើងគេអាងថាគេមានតបច្រើនប្រជាជនច្រើនអាវុធគេទំនើបគេចង់យកដីយើងមិនក៏បានគេចង់វាយយើងមិនក៏បាននេះជាមហិច្ឆតារបស់ពួកចៅសៀមឈ្លានពានណាក៏ប៉ុន្តែគេចង់បានដីខ្មែរតែគេអត់ស្គាល់ថ្នាក់ដឹកនាំខ្មែរច្បាស់គេអត់ស្គាល់កងទ័ពកម្ពុជាច្បាស់ចឹងហើយបានសង្គ្រាម6 យប់ 7 យប់នេះគឺជាទូទៅគឺការស្លាប់មានហើយសងខាងប៉ុន្តែអ្នកណាស្លាប់ច្រើនជាងគឺចៅសៀមឈ្លានពានស្លាប់ច្រើនណាស់បងប្អូនស្លាប់ច្រើនខ្ញុំនិយាយពាក្យថាស្លាប់ច្រើនយើងមិនបានទៅរាប់ខ្មោចពីក្នុងព្រៃទេគ្រាន់តែដឹងថាខ្មោចស្អុយពេញព្រៃចឹងយើងអត់មានពេលទៅរាប់ទេពីព្រោះយើងនៅក្នុងទឹកដីយើងការពារបូរណភាពទឹកដីយើងគេអួតគេព្យាយាមចង់វាយបំផ្លាញរចនាសម្ព័ន្ធតបយើងឲ្យចុះខ្សោយយូរអង្វែងប៉ុន្តែគេប្រើអស់លទ្ធភាពហើយអាវុធធនធ្ងន់ជើងគោកជើងទឹកជើងអាកាសគេប្រើខ្ទេចហើយកម្ពុជាអត់មានប្រើអីទេថ្មើរជើងសុទ្ធឈរជើងនៅតាមលេនដ្ឋានការពីបរណភាពទឹកដីដ៏អង្គអាចក្លាហានគោរពបទបញ្ជារបស់សម្ដេចតេជោធិបតីណាមេតបមានវិន័យកងទ័ពក៏មានវិន័យចឹងហើយបានយើងទប់ទល់គេ3ថ្ងៃនេះគឺប្រូផ្ដាច់ខ្លាំងណាស់សុំទោសមិនមែន3ថ្ងៃទេចេះតែច្រឡំមាត់6ថ្ងៃហើយណាហើយថ្ងៃនេះគឺងាប់ថ្ងៃណាក៏សៀមងាប់ច្រើនដែរបាទថ្ងៃណាក៏សៀមងាប់ច្រើនដែរបាទហើយថ្ងៃនេះខ្ញុំចង់ជម្រាបអំពីព័ត៌មានដែលលោកនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមរបស់ម៉ាឡេស៊ីបានចេញសារជំរុញឲ្យមានបទឈប់បាញ់គ្នានៅយប់នេះថ្ងៃទី23វេលាម៉ោង10យប់ដោយឲ្យមានអ្នកសង្កេតការក្រោមការសង្កេតការរបស់អ្នកសង្កេតការអាស៊ាននិងក្រោមការឃ្លាំមើលរបស់ផ្កាយរណបពីផ្កាយរណបរបស់សហរដ្ឋអាមេរិកបាទអញ្ចឹងអ្វីដែលឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានស្នើបានជំរុញមកនេះសារដែលចង់ឲ្យមានបទឈប់បាញ់នេះគឺសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឆ្លើយតបភ្លាមគឺគ្រប់គ្រងពេញទំហឹងពីព្រោះយើងមានសុទ្ធមិនខ្លាចភ្លើងទេហើយអ្វីដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ីស្នើឲ្យអាមេរិកប្រើប្រាស់ផ្កាយរណបដើម្បីតាមដានបទឈប់បាញ់នេះគឺស្របទៅនឹងសំណុំពរក៏ដូចជាសំណើដែលសម្ដេចធិបតីហ៊ុនម៉ាណែតបានលើករួចមកហើយដែរពីព្រោះយើងមនុស្ស2នាក់ឆ្លោះគ្នាសាច់ទឹកដាក់គ្នាអញ្ចឹងយើងកុំឲ្យពិបាកតែចែកគ្នា
dương do rụp hiệp ít ca nó bỏ tay mà đòn từ nà ná tới liên biên nà ná bánh nà cứ dương khơi nha cứ dương khơi nha chẳng ở vậy dương mình đại từ dương đăng hai Campuchia dương tôi dương mình đã từ bà co dương mỗi kia dương mình đã từ chlu cái thế bà đã từ chlu cái thế năng này nè bọc chụp bánh nó cứ thời dục ngày thì đập bay nó ạ xong tôi ngày đập bay thnu nó nghe cứ mong đọc dục nhầm cài tầm rơi rồi vậy tới về von nó mà ngàyนึงvề von để thành nơi hot đấy con ôn nơi hot này khi nhầm làng máuនេះគឺដើម្បីយកស្បៀងស្អែកខាន់ស្អែកខ្ញុំចុះទៅវិញបាទថ្ងៃទី13ខែ12 2025វេលាម៉ោង22យប់នេះ22:00យប់នេះគឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ីឲ្យកម្ពុជានិងថៃនឹងអនុវត្តដោយបើងម៉ាត់ឈប់បាញ់គ្នាបាទឈប់បាញ់គ្នាហើយជាការឆ្លើយតបគឺនាយករដ្ឋមន្ត្រីសម្ដេចធិបតីហ៊ុនម៉ាណែតគឺឯកភាពភ្លាមឯកភាពតាមសារតាមសំណើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីផ្ទុយទៅវិញខាងថៃឆ្លើយទាំងអស់ចេញមកឆ្លើយគ្មានស្ដាប់អាណាទេនាយករដ្ឋមន្ត្រីដូចមនុស្សញៀនកឆាដូចមនុស្សពាលីអាវ៉ាសែនិយាយចេញមកថាពិភពលោកនេះគេអត់ស្ដាប់ណាទាំងអស់គ្មានណាមកអាចនិយាយជាមួយថៃបានគេអត់និយាយជាមួយហ្មងគេដឹងតែវាយគេអត់ស្ដាប់បទបញ្ជាគេអត់ស្ដាប់សំណុំពរគេអត់ស្ដាប់អីទេអានេះនិយាយចាំមកឆ្លើយពាលីអាវ៉ាសែហ្មងអត់សមជានាយករដ្ឋមន្ត្រីទេហើយធ្វើមើលដោយតែវានឹងប្រទេសមហាអំណាចគ្រាន់តែប្រទេសវាមួយនឹងសភឹងកន្លះប្រទេសមនុស្សញៀនកឆាមកប្រទេសហើយសំបីតែស្ដាច់ហ្នឹងក៏វិញរន់ដែរអូយហើយនិយាយនេះឆ្លើយអត់ពូជនិយាយចាំទៅនាយករដ្ឋមន្ត្រីថៃនេះអត់ពូជយើងហៅវាអត់ពូជខ្ញុំសុំទោសបងប្អូនពេលខ្លះពាក្យអសរោះពាក្យកាចហ្នឹងយើងមិនចង់និយាយប៉ុន្តែពេលខ្លះវាឈឺចាប់ពេកពិបាកទ្រាំណាចឹងហើយបានថាយើងតស៊ូលើកទឹកចិត្តគ្រប់គ្រងរាជរដ្ឋាភិបាលលើកទឹកចិត្តគ្រប់គ្រងទៅដល់វរៈកងទ័ពជួរមុខដ៏អង្អាចក្លាហានរបស់យើងមានតែយើងនៅខាងក្រោយនេះព្រួតដៃគ្នាជាសសរទ្រូងពីសមរភូមិក្រោយគ្រប់គ្រងសមរភូមិមុខគ្រប់គ្រងរាជរដ្ឋាភិបាលទប់ស្កាត់ជាមួយនឹងការឈ្លានពានរបស់ចៅសៀមនេះជាអ្វីដែលយើងចង់បានហើយមួយទៀតគឺសូមបងប្អូនយើងកុំចែករំលែកនៅព័ត៌មានមិនពិតព័ត៌មានคล้ายហើយសូមឲ្យសមត្ថកិច្ចក្រសួងមហាផ្ទៃដែលមានជំនាញដែលមាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានេះគឺប្រឹងធ្វើការបន្ថែមទៀតសហការជាមួយនឹងក្រសួងប្រៃសណីដើម្បីធ្វើយ៉ាងណាចាប់ពួក MMO មួយចំនួនដែលកំពុងតែបំពុលសង្គមនេះដែលគេបង្ហោះយករូបសាកសពទាហានយករូបទាហានទៅរបួសយកទៅបង្ហោះតាក់ទាញការចាប់អារម្មណ៍ឡៃសែអត់ដឹងថាការបង្ហោះនេះវាធ្វើឲ្យប៉ះពាល់ទៅដល់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះវរៈកងទ័ពយើងដែលស្លាប់ណាហើយធ្វើឲ្យប៉ះពាល់ទៅដល់ទឹកចិត្តកងទ័ពដែលកំពុងច្បាំងនៅសមរភូមិមុខណាសូមឲ្យ MMO មួយចំនួនដែលកំពុងតែប្រើប្រាស់ឱកាសស្រុកកើតសង្គ្រាមនេះរលុយនេះសូមឲ្យពិចារណាឡើងវិញសូមឲ្យផ្អាកឬក៏បញ្ឈប់នៅការបង្ហោះចែកចាយរូបភាពវរៈកងទ័ពយើងដែលបានពលីឬក៏ដែលបានរងរបួសណាគឺរាជរដ្ឋាភិបាលបានគិតគូរហើយយកចិត្តទុកដាក់ហើយកុំយកសាកសពឬក៏វរៈកងទ័ពយើងរងរបួសទៅបង្ហោះរលុយមិនបាច់ទេហើយមិនបាច់ទៅសុំកម្លាំងចិត្តមួយមកអាពួកហ្នឹងពួក MMO អាពួកដាក់បង្ហោះទៅហ្នឹងគឺសុំកម្លាំងចិត្តមួយមកបាទអូតាក់ទាញការខមមិនឈប់ទៅអាណិតប្រទេសជាតិយើងអាណិតកងទ័ពយើងណាអាណិតកងទ័ពយើងព័ត៌មានគឺសូមឲ្យបងប្អូនយើងយកចេញពី
ក្រសួងការពិជាតិតែមួយគត់និងក្រសួងផ្លូវការបរិវត្តមានក្រសួងព័ត៌មានមានក្រសួងការបរទេសឬក៏ថ្នាក់ដឹកនាំដែលមានភារកិច្ចក្នុងការផ្ដល់ព័ត៌មានហ្នឹងហើយអ្នកខ្លះនិយាយព័ត៌មានអត់ដឹងច្បាស់ទេប៉ុន្តែផ្សាយទៅដោយខ្លួនឯងដឹងច្បាស់នេះក្នុងសង្គ្រាមលើកទី2រវាងកម្ពុជាថៃនេះខ្ញុំសូមគោរពកោតសរសើរដល់បងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ទាំង website ទាំងគេហទំព័រទាំង online ទាំងស្អីទាំងអស់និយាយអស់ទៅអ្នកកសែតយើងទាំងអស់គឺធ្វើបានល្អមែនតើអត់ច្បុកច្បល់ញ៉ៃញ៉ៃដូចលើកទី1ទេបានន័យថាអ្នកសារព័ត៌មានយើងដែលចុះទៅយកព័ត៌មាននៅសមរភូមិជួរមុខទោះបីរឿងខ្លះបានដឹងក៏ដោយតែអត់និយាយពេលព្រោះនិយាយរឿងដឹងខ្លះយើងនិយាយអត់ចំណេញទៅដល់ជាតិយើងអត់ចំណេញទៅដល់កងទ័ពយើងឬនិយាយទៅប៉ះពាល់ទៅដល់ស្ថិរអារម្មណ៍កងទ័ពគឺដាច់ខាតយើងអត់ផ្សាយទេនេះជាចំណុចល្អរបស់បងប្អូនសារព័ត៌មានយើងខ្ញុំសូមគោរពអរគុណនិងកោតសរសើរទាំងអស់គ្នាខ្ញុំចង់ទៅធ្វើការនៅតាមព្រំដែនជាមួយបងប្អូនគឺបងប្អូនធ្វើបានល្អណាស់ទាំងអស់គ្នាខ្ញុំនិយាយទាំងអស់គ្នានឹងគឺច្រើនណាស់បងប្អូនកសែតអនឡាញបងប្អូនកសែត website អីផ្សេងគឺសូមទាំងអស់សូមគោរពការសរសើរបងប្អូនយើងហើយបន្តរបៀបនឹងលើតទៅទៀតរឿងខ្លះយើងនៅសមរភូមិយើងដឹងរឿងគ្រប់យ៉ាងមិនមែនមិនដឹងទេប៉ុន្តែព័ត៌មានពាក់ព័ន្ធនឹងរឿងប្រទេសជាតិវិស័យការពារជាតិសន្តិសុខជាតិយើងមិនអាចនិយាយតាមអ្វីដែលយើងដឹងទេយើងអាចប្រើភាសាថាយើងពេលខ្លះនិយាយដឹងហើយនិយាយត្រូវតែមិនត្រូវនិយាយពាក្យនេះសំខាន់ណាស់បាទសំខាន់ណាស់អញ្ចឹងបងប្អូនយើងយល់ទាំងអស់អ្នកសារព័ត៌មានយើងខ្ញុំសរសើរមែនទែនបាទខ្ញុំចុះទៅជាមួយរយៈចុងក្រោយដែលខ្ញុំនៅជាប់តាមព្រំដែនជាមួយបងប្អូនសារព័ត៌មានយើងនេះគឺគាត់ធ្វើបានល្អណាស់ល្អមែនទែនហើយមួយទៀតខ្ញុំចង់បញ្ជាក់ថារឿងថៃគឺជាកំពូលមនុស្សខូចសង្គ្រាម6ថ្ងៃចូលដល់ថ្ងៃទី7ស្អែកចង់មួយអាទិត្យណាអត់មានជន់មានមួយទេបងប្អូនមនុស្សមកតង្វងឡើងមកយើងតង្វងអត់មានជន់មានមួយទេពេលចប់សង្គ្រាមថ្ងៃណាក៏លឺពីជន់មានដែរបងប្អូនគិតមើលនេះហើយអាផែនការជន់មាននេះគឺគ្រាន់តែជាការបង្កើតព្រឹត្តិការណ៍ដើម្បីយកលេសវាយប្រហារយើងតែប៉ុណ្ណឹងឥឡូវបងប្អូនមើលណាសង្គ្រាមថៃឈ្លានពានខ្មែរ6-7ថ្ងៃហើយណាថៃលើកតបមកតង្វងដូចសម្ោចមានណាជន់មានម្នាក់អត់មានទេអត់មានព័ត៌មានថាថៃជន់មានដាច់ជើងទេណាអញ្ចឹងពេលចប់សង្គ្រាមអត់មានច្បាំងគ្នាសោះបែរជាថ្ងៃណាក៏វាជន់មីនណាអញ្ចឹងយើងចង់ឲ្យពិភពលោកដឹងថាថៃនឹងវាខូចយ៉ាងម៉េចសៀមនឹងវាខូចយ៉ាងម៉េចណាឥឡូវបងប្អូនមើលទៅហើយពិចារណាទៅថៃខូចយ៉ាងម៉េចសង្គ្រាម6-7ថ្ងៃហើយបងប្អូនអត់មានជន់មីនមួយទេណាអត់មានមីនជន់ទេដល់តែពេលយើងឈប់ច្បាំងគ្នាថ្ងៃណាក៏ឮតែពួកថៃជន់មីនដែរបានន័យថាគេបង្កើតព្រឹត្តិការណ៍អញ្ចឹងឥឡូវនេះមួយទៀតធម្មតាបើយើងច្បាំងគ្នាគេឈ្លានពានយើងការពារខ្លួនបើឧទាហរណ៍ថាវាបាញ់គ្នាទៅហើយក៏វាគួរតែបាញ់តែរវាងទាហានហើយទាហានទៅចោះគោលដៅទាហានហើយគោលដៅទាហានទៅចោះប៉ុន្តែឥឡូវនេះតាំងពីថ្ងៃចាប់ផ្ដើមទាហានថៃរហូតដល់ថ្ងៃនេះ6-7ថ្ងៃហើយគឺបាញ់បំផ្លាញតគោលដៅស៊ីវិលបាញ់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបាញ់ផ្ដាច់ស្ពានបាញ់ផ្ដាច់ផ្លូវបាញ់វត្តអារាមបាញ់មន្ទីរពេទ្យបាញ់ផ្លោងដាក់ផ្ទះប្រជាជនលើជនស៊ីវិលស្លូតត្រង់អត់ដឹងរឿងអីសោះគ្រាន់តែបាញ់7ថ្ងៃនេះតែហ៊ានថៃបាញ់ផ្លោងគ្រាប់រាប់ម៉ឺនគ្រាប់បងប្អូនរាប់ម៉ឺនគ្រាប់មិនមែនរាប់រយរាប់ពាន់ទេណារាប់ម៉ឺនគ្រាប់ពីលើអាកាសផងក៏ភ្លើងផ្លោងផងពី
និវាពីនិវាចំបាំងផងអស់ហើយគេប្រើឡើងខ្ទេចខ្ទីហើយគ្រប់ណាតែបាញ់ទៅលើគោលដៅស៊ីវិលដូចផ្លោងមកដល់ក្រុងសំរោងមានមូលដ្ឋានតបមកពីណាសិទ្ធិប្រជាជនបាទសិទ្ធិប្រជាជនបងប្អូនជាងពួកនេះកំពុងតែបង្ហាញឲ្យពិភពលោកមើលឃើញថាថៃកំពុងតែបំផ្លិចបំផ្លាញយ៉ាងកំរោលមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលប្រាង្គប្រាសាទដែលជាទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោកក៏ត្រូវថៃទម្លាក់យន្តហោះបំផ្លាញចោលដែរមិនមែនជាមូលដ្ឋានយោធាទេបាទមិនមែនជាមូលដ្ឋានយោធាទេណាផ្ទះជនស៊ីវិលផ្ទះប្រជាជនយើងវត្តអារាមថ្ងៃនេះវាយប្លង់ចូលព្រះវិហារនៅក្នុងអូស្មាច់សាលារៀនស្ពានថ្នល់ណាមានន័យថាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបំរើឲ្យប្រជាពលរដ្ឋមិនមែនជាមូលដ្ឋានតបទេណាសន្តាគារកាស៊ីណូស្របច្បាប់អគារធំត្រូវបានថៃប្លង់អត់រើសមុខដោយមនុស្សកពុលឆ្នាំញៀនដោយពួកញៀនឆ្នាំអញ្ចឹងនេះហើយយើងចង់ឲ្យបងប្អូនយើងមើលឃើញអំពីទង្វើអាក្រក់របស់ថៃហើយការអត់ធ្មត់របស់យើងគឺយើងខំណាស់បញ្ជាណាស់តែជិះអត់រួចអញ្ចឹងការទប់ទល់វាយបកក្នុងរូបភាពការពារខ្លួនយើងអត់ទៅឈ្លានពានប្រទេសថៃទេយើងរាល់ថ្ងៃនេះផ្ទុះអាវុធបាញ់ជាមួយថៃតែក្នុងដីខ្មែរនៅពេលដែលគេឡើងមកដាក់ហើយយើងការពារខ្លួនតែប៉ុណ្្នឹងទេយើងអត់មានចេញពីលេនដ្ឋានទៅឈ្លានពានថៃទេអត់មានសោះហ្មងបាទចឹងហើយបានតួលេខស្លាប់ថៃវាត្រូវតែស្លាប់ច្រើនពីព្រោះថៃគេអ្នកឡើងមកឈ្លានពានយើងថៃអត់មានស្ពាយលេនដ្ឋានមកទេតែហ៊ានថៃហេតុអីបានតែហ៊ានថៃងាប់ច្រើនជាងខ្មែរយើងនៅក្នុងលេនដ្ឋានគេដើរចូលបងប្អូននិយាយឲ្យស្រួលស្ដាប់ទៅតែអ្នកដើរចូលវាត្រូវតែងាប់ច្រើនជាងគេនៅក្នុងលេនដ្ឋានហើយបាទណាហ្នឹងចឹងគេងាប់ច្រើនម៉ោងនេះ6ថ្ងៃនេះថៃស្លាប់អត់មានក្រោមពាន់អ្នកទេរាប់ពាន់អ្នកបងប្អូនជាពិសេសព្រៃច័ន្ទជោគជ័យបឹងតកួនខ្មោចតែចូលមកហើយងាប់អត់មានសល់ទេសល់តិចខ្ញុំបញ្យល់ថាហេតុអីបានខាងព្រៃច័ន្ទជោគជ័យហើយនឹងបឹងតកួនអីស្លាប់ច្រើននៅខាងព្រះវិហារឬឧត្តរមានជ័យប្លង់ចំដឹងតែស្លាប់ច្រើនដូចគ្នាប៉ុន្តែវាមានដើមឈើឬក៏វាមានភ្នំថ្មអីខ្លះពួនក្រាបអីចឹងនៅសល់រស់ខ្លះតែបើព្រៃច័ន្ទជោគជ័យបឹងតកួននេះគឺវាលស្រែសុទ្ធអត់មានភ្នំអត់មានដើមឈើអត់មានលេនដ្ឋានណាដែលត្រូវក្រាបគិចផុតទេអញ្ចឹងតើ BM ស្រោចចំគឺចប់អត់មានរត់រួចទេណាចឹងហើយបានខ្ញុំថាខាងជោគជ័យព្រៃច័ន្ទនេះគឺប្លង់ដែល BM យើងស្រោចចូលម្ដងគឺងាប់ច្រើនតែប៉ុណ្ណឹងហើយម៉ោងនេះគឺចឹងខ្ញុំឃើញជនជាតិថៃកំពុងតែធ្វើបាតកម្មគាត់មានតសេសារមួយដែលខ្ញុំមើលទៅចាប់អារម្មណ៍ណាឃើញសារមួយគាត់តសេល្អជនជាតិថៃនេះគាត់ទៅសេពាក្យមួយម៉ាត់គាត់ថាទៅភាសាថៃគាត់ដាក់ប្រាប់ទៅនាយករដ្ឋមន្ត្រីនិងទាហានថៃថាឲ្យឈប់រកសម្លេងឆ្នោតពីសេចក្តីស្លាប់បានន័យថាពួកនេះកំពុងតែចង់បានសម្លេងគ្រប់គ្រងតាមរយៈបញ្ជូនទាហានខ្លួនឯងកូនចៅទាហានជនជាតិថៃនឹងឲ្យមកស្លាប់ជាមួយនឹងទាហានកម្ពុជាដើម្បីចង់បានប្រជាប្រិយភាពខ្លួនឯងបែរជាយកទាហានឲ្យមកស្លាប់តទេឥឡូវបងប្អូនមើលមានហេតុផលអីត្រូវច្បាំងគ្នាបើយើងមានបញ្ហាព្រំដែនយើងយកបញ្ហាព្រំដែនហ្នឹងមកដាក់លើតុទៅ
dương phải chơi kia tới dương cho cha kia tới rương prom đai năng bà dương ca tụng sọc chất dương phải đăng ta la ca ăn rạ chiết tới hết phao lấy đây dương thử từ cho băng kia hết phao lấy dương từ banh kia dương na từ trong banh kia dương na từ trong cho băng kia bà chân ca cho băng ca banh đi cứ chia cô bầm non mà bỏ thấy đàm bay liên phiên dọc tận đầy dương đòi pra cầm lăng bảo vật kia ở trong pra cho bạc đi đấy đường prom đai ở bên đường ấy phải slap sao lấy ní cho là na bo và chia chôn thấy nơi và tây thấy cầm bông tại tu láng đòi xa tay và chia chôn kia slap tràn côn cháu và chia chôn kia slap tràn mẹ thưa tại hiến đó bà có bao nhiêu phở sẽ chất đất bà này ở việt đăng tha áp say cô ngày bạch đã kia đọc kia bạch đã vinh việt mách chẳng chẳng á đang ngày chẳng nhờ dụng đi nhầm xôm mà chọc ca lại phải năng nhầm ăn vậy trần tế nhầm ăn là bèo ai bóng ôn dương là thơ ấy môi nợ về đây phải tê không bông ta phải cho một nâng ca liên phiên pi sạch trâu dương thở miên chùm hô bạp na dương thở chạy đồng lệ qua đồng miên bạp na đại miên phải giáo xe mẹ phải thế chết dương bà nè thơ tại rương nó vây tại trăm trâu còn ao vì cho bốc cho bao đang ngày chẳng nhầm xong tập năng tê hay khóc trâu ấy ở chia sài nhómประมาณ ngày nhóm mau điệp chấm sơ biên sai lan cho mà đặt sơ biên là tè nhóm hái điệp chấm hái kiếm tranh để tiệt hai nhóm một định nào tè đi ọt du tê nhưng mà tao một plate nhằm thử vô sơ biên đã ai bom ôn chua mục mà tăng pì tì miền chơi đò miền chơi bè bị hia chẳng thâu chả lát đâu bà của dương nơi suy mất ban bom ôn vì mến ca nghe nhầm còn tay vì chỉ cả tập một cách ruộng bỏ chết dương còn mơ bầm nam thấy dương mến bằng tay đi ca dương miên phê được cách ấy thế à năng tục oi cái thơ mẹ này dương ruộng kia bom ôn nè ruộng kia đậm bấy chết dương đậm bấy tức đầy dương chân dương miên là tập hiệp phần na dương thơ phần năng thầy nhưng tờ xa khăn na bom ôn dương nòm kia smart chặt prong priết và dương trong bàn chân